កាច់សោម៉ូតូមកខ្ញុំចុចកុងតាក់ក្រហមណាកុងតាក់ stop ហ្នឹង yes set មែនតើគឺវា load ផ្លឹបផ្លែតនៅអេក្រង់ហើយខ្ញុំចុច D ទៅវាអត់ D វាអត់អីបញ្ហាច្រើនអូខេថ្ងៃនេះខ្ញុំគិតថាខ្ញុំអង្គុយនិយាយដំបូងតាំងពីខ្ញុំធ្វើ content ម៉ូតូមកនិយាយរួមទៅវាជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ក្នុងការដែលខ្ញុំធ្វើការជួសជុលម៉ូតូខ្លួនឯងហើយដោយសារតែព្រឹកឡើងគឺខ្ញុំមានការជួបជុំគ្នានៅហាងកាហ្វេជួបជុំម៉ូតូធំអីចឹងណាខ្ញុំក៏មិនបានជាលាងឲ្យវាជ្រះដែរខ្ញុំគាត់បាញ់ទឹកបាញ់អីទៅចឹងទៅហើយព្រឹកឡើងខ្ញុំនៅ D ឆេះធម្មតាខ្ញុំចុច D ឆេះធម្មតាគាត់ថាវារៀងលោតសញ្ញាតិចតួចគាត់ថាខ្ញុំនៅ D ឆេះធម្មតាខ្ញុំជិះទៅមួយថ្ងៃហ្នឹងខ្ញុំជិះទៅមួយគេមកអត់មានបញ្ហាអីទេហើយស្អែកឡើងទៀតដោយសារអីបន្ទាប់ពីជុំគ្នាហើយថ្ងៃហ្នឹងគឺខ្ញុំត្រូវទៅធ្វើការវេនយប់ប៉ុន្តែខ្ញុំអត់បានជិះម៉ូតូទៅទេថ្ងៃហ្នឹងគឺខ្ញុំជិះឡានជាមួយគេទៅដោយសារទៅជុំគ្នាហើយនៅក្បែរផ្ទះអ្នកណាគាត់ធ្វើការមួយខ្ញុំហ្នឹងក៏ខ្ញុំជិះឡានទៅធ្វើការជាមួយគេទៅព្រឹកឡើងបានមកយកម៉ូតូជិះមកវិញអត់មានអីទេតោះតែពេលល្ងាចឡើងគឺខ្ញុំត្រូវទៅយកកូនចេញពីរៀនខ្ញុំកាច់សោម៉ូតូមកខ្ញុំចុចកុងតាក់ក្រហមណាកុងតាក់ stop ហ្នឹង yes set មែនតើគឺវា load ផ្លឹបផ្លែតនៅអេក្រង់ហើយខ្ញុំចុច D ទៅវាអត់ D វាអត់អីបញ្ហាច្រើនហើយវា load ថា can failure CAN failure ដឹងហើយម៉ូតូឌូគេតែងល្បីថាឲ្យតែត្រូវទឹកឆ្លងភ្លើងខ្ញុំក៏បារម្ភដែរដោយសារតែខ្ញុំក៏ជិះឌូដែរហើយខ្ញុំគិតថាម៉ូតូខ្ញុំប្រហែលជាខ្លាចជាជនរងគ្រោះមួយទៀតនៃជំងឺមួយនេះប៉ុន្តែខ្ញុំអត់តន់យកម៉ូតូទៅជាងទេដោយសារតែអាចថាគេហៅខ្ញុំថាជា nerd ក៏បានដែរគឺខ្ញុំចូលចិត្តស្រាវជ្រាវមានចិត្តដោះធ្វើខ្លួនឯងសិនខ្ញុំដោះវាមើលដោះផ្លុំកន្លែងគេហៅថា fusible ណាឬក៏កន្លែង fusible ហ្នឹងគឺខ្ញុំដោះមើលទាំងអស់ fusible ហ្នឹងអត់មានដាច់មកគ្រាប់ទេនៅទាំងអស់គ្រាន់តែថាចុច D ទៅស្ងាត់ខ្ញុំយកទូរលេខណាខ្ញុំភ្ជាប់ direct ជាមួយនឹង relay ដុំ D ណាក៏ប៉ុន្តែហ្នឹងពីច្រើនគេហៅថា relay ដុំ D ប៉ុន្តែពាក្យវាគេហៅថា solenoid starter motor solenoid ស្អីមុខងារវាគឺប្រើ solenoid សម្រាប់ភ្ជាប់ terminal ទាំងពីរហ្នឹងដោយសារវារត់ភ្លើង direct ពីអាគុយទៅកាន់ដុំ D ហ្មងវាអត់មានរត់ឆ្លងខាងណាទេវាគ្រាន់តែប្រើ relay ហ្នឹងប្រើភ្លើងទូចមួយដើម្បីគ្រប់គ្រងអា connection ហ្នឹងទេហើយវាមាន relay មួយទៀតសម្រាប់គ្រប់គ្រងអាហ្នឹងគេហៅ starter auxiliary relay មួយទៀតនៅក្នុងម៉ូតូហ្នឹងហើយអ្នកនរគ្នាឆ្ងល់ទេហេតុអីបានខ្ញុំដឹងរឿងនេះច្រើនyes ទីមួយគឺខ្ញុំជា nerd ខ្ញុំចូលចិត្តស្រាវជ្រាវខ្ញុំចូលចិត្តស្វែងយល់ពីរបស់ខ្ញុំប្រើអញ្ចឹងដល់ពេលខ្ញុំដោះអីលាងអស់ហើយនៅតែអត់រកដំណោះស្រាយអត់ចេញទេហើយស្អែកឡើងនៅតែធ្វើការរៀនអញ្ចឹងក៏សម្រាប់ថាអត់តន់ធ្វើចាប់គ្រឿងអស់ចូលវិញសិនព្រោះខ្ញុំអត់ទុកចោលទៀតយប់ហ្នឹងគឺចាប់គ្រឿងអស់ចូលវិញហើយឆាតទៅប្រាប់អ្នកធ្វើការជាមួយគ្នាប្រាប់ថាស្អែកគឺខ្ញុំទៅធ្វើការជាមួយដែរពេលដែលខ្ញុំទៅដល់កន្លែងធ្វើការហ្នឹងដោយសារតែខ្ញុំធ្លាប់ download តារាងខ្សែណាប្រព័ន្ធភ្លើងនៅក្នុងម៉ូតូហ្នឹងខ្ញុំធ្លាប់ download ទុកប៉ុន្តែខ្ញុំអត់ដែរបានមើលទេគាត់ខ្ញុំ download ទុកព្រោះខ្ញុំគិតថាវាមានផលប្រយោជន៍ណាមួយអូខេជាមួយខ្ញុំទៅយកឲ្យមើលព្រោះខ្ញុំបាន print ចេញមកក្រៅជាមួយខ្ញុំយកឲ្យមើលអូខេនេះគឺជាតារាងខ្សែក៏ដូចជាប្រព័ន្ធភ្លើងនៅក្នុងម៉ូតូរបស់ខ្ញុំទាំងមូលហើយខ្ញុំមាន note នៅលើនឹងខ្លះសម្រាប់ប្រព័ន្ធដែលវាបញ្ហាដែលខ្ញុំរកដំណោះស្រាយថ្ងៃមុនហ្នឹងខ្ញុំអង្គុយមើលមកព្រឹកថាតើឥឡូវប្រព័ន្ធភ្លើងហ្នឹងចេញពីណាទៅណាខ្លះក៏ខ្ញុំចាប់ដើមរកឃើញកន្លែងនេះមួយកន្លែងនេះគឺគេហៅថា start OK unit នៅក្នុងឯកសារនេះគេហៅ start OK unit ប៉ុន្តែនៅលើអាដុំហ្នឹងហ្មងនៅលើយ៉ូតហ្នឹងហ្មងក្បាច់យើងហៅយ៉ូតណាជាងគេហៅថាយ៉ូតប៉ុន្តែម៉ូតូហ្នឹងយ៉ូតច្រើនមែនទែននៅលើយ៉ូតហ្នឹងហ្មងគឺវាដាក់ថា termination unit ហើយតួនាទីរបស់វាគឺវាជាអ្នកគ្រប់គ្រងថាតើម៉ូតូយើងហ្នឹងលើកចតុលនៅយើងកាច់អាកុងតាក់បើក start stop ហ្នឹងនៅយើងនៅលេខ N ឬអត់ឬហើយអាកុងតាក់ switch នៅកន្លែងអង្គយ៉ាណាថាតើយើងចាប់អង្គយ៉ាឬអត់ហ្នឹងគឺវាអ្នកគ្រប់គ្រងទាំងអស់សិនខ្សែទាំងអស់ហ្នឹងប្រព័ន្ធភ្លើងទាំងអស់ហ្នឹងគឺរត់ចូលហ្នឹងលុះត្រាតែក្នុងលក្ខខណ្ឌមួយដែលថាយើងអាចបញ្ឆេះម៉ូតូនឹងបានវាឲ្យបញ្ឆេះម៉ូតូហ្នឹងអញ្ចឹង
អាហ្នឹងគឺវារត់មួយគឺរត់ទៅដុំដេតែម្ដងនេះតែឡើយដុំដេនេះអំថែមនេះគឺជាដុំដេឬក៏ motor ដេហ្នឹងមកផ្ទះវិញយប់មកដល់ផ្ទះវិញខ្ញុំដោះដុំនឹងចេញពេលដែលខ្ញុំដោះដុំនឹងចេញគឺវាលែងឆ្លងភ្លើងវាអត់ load error ទេប៉ុន្តែខ្ញុំនៅតែអាចដេម៉ូតូនឹងបានដុំដេខ្ញុំនៅតែអត់ដើរខ្ញុំព្យាយាមចាប់ភ្លើង direct ខ្ញុំព្យាយាមធ្វើអីក៏វានៅតែអត់ដើរអត់ឆេះដែរតបពីដោះអាហ្នឹងហើយតេះអាហ្នឹងហើយប៉ុន្តែនៅតែដេអត់ចេញប៉ុន្តែយប់ហើយក៏គិតថាព្រឹកឡើងគឺយកម៉ូតូប្រពន្ធជូនប្រពន្ធទៅធ្វើការជូនកូនទៅរៀនហើយគឺខ្ញុំទៅទិញអូម៉ែតមួយដើម្បីយកមកវាស់ភ្លើងក៏ដូចជាដោះអគុយម៉ូតូខ្ញុំទៅឲ្យគេសាកដោយសារវាអាចថាខ្សោយអគុយខ្សោយពេលខ្លះខ្សោយអគុយក៏វាលោតចឹងដែរឡានដូចគ្នាខ្សោយអគុយលោត error ទៅពីមែនតើខ្សោយតែអគុយទេអញ្ចឹងដោយសារតែខ្ញុំជូនប្រពន្ធជូនកូនទៅហ្នឹងវាព្រឹកពេកកន្លែងលក់គ្រឿងអេឡិចត្រូនិកទាំងអស់ហ្នឹងអត់ទាន់បើកដល់ពេលវាអត់ទាន់បើកគាត់បានទិញដែរអញ្ចឹងក៏គិតថាឥឡូវមកផ្ទះសិនដោះដុំដេនឹងមើលសិនតែស្អីដុំដេនៅពេលដែលវាយើងចុចអត់ដើរឬអត់មានបញ្ហាហ្នឹងវាមានអាចមានទី1គឺវាខូចទី2គឺវាអស់ធ្យូងវាមិនខូចទេដោយសារតែពួកហ្នឹងគឺប្រើធ្យូងសម្រាប់បញ្ជូនភ្លើងទៅកាន់បដូលវាហ្នឹងណាអញ្ចឹងពេលខ្លះវាប្រើយូរទៅវាសឹកវាអស់ក៏វាអត់ដើរដែររឿងហ្នឹងក៏ខ្ញុំធ្លាប់ជួបហើយខ្ញុំធ្លាប់ធ្វើការខ្ញុំជិះម៉ូតូមុន MSX ខ្ញុំជួបរឿងហ្នឹងគឺខ្ញុំដោះដូរដូចគ្នាខ្ញុំដូរខ្លួនឯងដោះដុំដេហ្នឹងមកចេញក្រៅមកមើលសិនថាតើវាមានបញ្ហាអីវាឆេះឬក៏វាត្រឹមអស់ធ្យូងឯងអស់ធ្យូងទៅទិញធ្យូងមកដូរដោយសារអីម៉ូតូ KTM គឺវាត្រូវជាមួយនឹងប្រភេទបាចាហើយបាចាគាត់មាន showroom គាត់នៅមាន showroom ឯ service center គាត់នៅក្បែរផ្ទះដែរអញ្ចឹងខ្ញុំអាចទៅសួរនាំទៅទិញរបស់ហ្នឹងមកបានខ្ញុំដោះដុំដេសិនប៉ុន្តែពេលដែលខ្ញុំដោះហ្នឹងសង្កេតឃើញថាអាចកន្លែងខ្សែម៉ាស់ណាធម្មតាប្រព័ន្ធភ្លើងវាមានបូកមានដកហើយកន្លែងខ្សែម៉ាស់ឬគេហៅខ្សែម៉ាស់ហ្នឹងខ្សែដកហ្នឹងពេលដែលខ្ញុំដោះមកខ្សែហ្នឹងពិបាកដោះមែនតើនាងតឹងខ្លាំងស្នឹមខ្លាំងណាហើយអាខ្សែដែលអត់មានភ្លើងហ្នឹងអត់មានខ្សែម៉ាស់ហ្នឹងគឺស្រួលដកមែនតើហើយអាខ្សែភ្លើងហ្មងអាខ្សែបូកអាខ្សែដែលពេលដែលភ្លើងទៅដល់វាវិលហ្នឹងគឺធម្មតាអត់មានបញ្ហាអីទេនៅពេលដែលខ្ញុំដោះអាខ្សែម៉ាស់ហ្នឹងគឺពិបាកដោះមែនតើវាតឹងវាអីច្រើនណាស់ដូចមានស្នឹមមានអីច្រើនដល់ពេលដែលខ្ញុំដោះចេញមកខ្ញុំឃើញថាកន្លែងហ្នឹងគឺវាមានការស្នឹមខ្លាំងស្នឹមដល់ថ្នាក់វាចេញកំណកកម្ៅខ្លាំងអញ្ចឹងណាអញ្ចឹងជាទូទៅហើយបើសិនជាឃើញអញ្ចឹងគឺខ្ញុំត្រូវតែយកកបិតកោសយកអីមួយមកខាត់ដល់អីអញ្ចឹងណាឲ្យវាប៉ះគ្នាឡើងវិញទៅគឺភ្លើងវាឆ្លងទៅវិញហើយវាមានចរន្តចូលទៅវិញហើយអញ្ចឹងបន្ទាប់ពីខ្ញុំដោះខាត់ហើយក៏អត់ទាន់ចាប់ចូលម៉ូតូដែរខ្ញុំតេស្តជាមួយនឹងអាគុយដែលប្រើប្រាស់ខ្សែភ្លើងខាងក្រៅនិងខ្សែភ្លើងម៉ូតូព្រោះខ្ញុំគិតថាបើប្រើខ្សែភ្លើងម៉ូតូវាអាចខ្សែភ្លើងវាដាច់ឬក៏វាមានបញ្ហាតាណាមួយបានវាអត់មានភ្លើងខ្ញុំតេស្តទៅគឺដុំដេម៉ូទ័រហ្នឹងគឺដំណើរការធម្មតាកម្លាំងខ្លាំងដូចធម្មតាអត់មានបញ្ហាទេអញ្ចឹងខ្ញុំក៏សម្អាតអានៅកន្លែងចាប់ទាំងអស់កន្លែងដែលចាប់ជាមួយនឹងទាំងអាកន្លែងក្បាលជាប់ខ្សែហ្នឹងគឺខ្ញុំសម្អាតវាស្អាតណាខ្ញុំខាត់វាកោសវាស្អាតទៅខ្ញុំចាប់ចូលវិញគឺខ្ញុំដេម៉ូតូខ្ញុំឆេះទ្រិលតែម្ដងអត់មានបញ្ហាបាត់ load check បាត់ load can failure បាត់ load អីទាំងអស់ហើយក៏ខ្ញុំអត់បានអស់លុយ1រៀលដែរខ្ញុំអត់បានចំណាយលុយ1រៀលដែរធ្វើទៅយកម៉ូតូខ្ញុំទៅជាងហើយបើសិនជាខ្ញុំស្លន់ស្លោខ្ញុំយកម៉ូតូខ្ញុំទៅជាងខ្ញុំគិតថាបញ្ហាគឺវាមានច្រើនជាងនឹងទៀតដោយសារអីយើងដឹងហើយជាងគាត់មិនមែនមានជំនាញគ្រប់ brand ម៉ូតូទេខ្ញុំនិយាយបែបហ្នឹងមកមិនមែនថាគាត់អត់ចេះទេគាត់ចេះ basic ឬក៏ពាក្យថា fundamental នៃប្រព័ន្ធណាមួយដំណើរការប៉ុន្តែឲ្យ specific ទៅលើប្រព័ន្ធម៉ូតូនីមួយៗខុសគ្នាជាពិសេសគឺម៉ូតូប្រភេទម៉ូតូអឺរ៉ុបម៉ូតូទំនើបហ្នឹងមកដោយសារអីគ្រប់យ៉ាងគឺ sensor ទាំងអស់គ្រប់យ៉ាងប្រព័ន្ធភ្លើងវាទំនាក់ទំនងគ្នាទាំងអស់ដូចខ្ញុំនិយាយហេតុអីបានម៉ូតូហ្នឹងវាទៅមានអាដុំសម្រាប់គ្រប់គ្រងប្រព័ន្ធដេមួយទៀតហើយហេតុអីក៏ម៉ូតូផ្សេងអត់មានអញ្ចឹងហើយបាទខ្ញុំថាបើសិនខ្ញុំយកទៅជាងគឺគាត់ដោះម៉ូតូខ្ញុំខ្ទេចតែម្ដងដោះរើមកខ្ញុំជឿព្រោះបើខ្ញុំជាជាងក៏ខ្ញុំធ្វើចឹងដូចគ្នាដែរគឺព្យាយាមស្វែងរកកំហូចរបស់វាតើវាខូចទៅកន្លែងណាអាចថាខ្ញុំសំណាងដោយសារតែខ្ញុំបានស្រាវជ្រាវបន្តិចបន្តួចហ្នឹងខ្ញុំរកដំណោះស្រាយបានឃើញលឿនអញ្ចឹងទៅ
ប៉ុន្តែបើខ្ញុំធ្វើឲ្យនៅតែមិនឃើញទៀតមែនតើនិយាយត្រង់គឺខ្លួនឯងហ្មងគឺខ្ញុំនឹងយកម៉ូតូហ្នឹងគឺទៅជាងតែម្ដងឲ្យជាងគាត់មើលថាតើខ្ញុំមានបញ្ហាប្រកបម៉ូតូហ្នឹងវាខូចអីប្រកបអាហ្នឹងគឺជាអ្វីដែលខ្ញុំគម្រោងធ្វើប៉ុន្តែដោយសារខ្ញុំរកដំណោះស្រាយបានឃើញមុនគឺខ្ញុំចំណេញច្រើនខ្ញុំអស់តែពេលវេលាស្រាវជ្រាវខ្ញុំខាតពេលវេលាខាតកម្លាំងដែលខ្ញុំធ្វើខ្លួនឯងហ្នឹងក៏ប៉ុន្តែអ្វីដែលខ្ញុំចំណេញគឺបទពិសោធន៍និងចំណេះដឹងអញ្ចឹងមេរៀនសម្រាប់អ្នកទាំងអស់គ្នាអ្នកដែលមិនថាអ្នកដែលកម្រោងទិញម៉ូតូធំមិនថាអ្នកដែលស្រឡាញ់ម៉ូតូធំអ្នកកំពុងជិះមិនមែនតែម៉ូតូធំទេខ្ញុំគិតថាម៉ូតូអីក៏ដោយជាពិសេសម៉ូតូដែលមិនសូវមានគេប្រើប្រាស់ខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែព្យាយាមស្វែងយល់ពីម៉ូតូរបស់ខ្លួនព្យាយាមរកគេហៅថាព័ត៌មានឲ្យច្រើនពីម៉ូតូរបស់យើងសួរនាំអ្នកដែលគាត់ធ្លាប់កើតមានបញ្ហាបែបហ្នឹងចូលទៅក្នុង community ឬក៏ group ណាពាក្យគេហៅ community ណា group ចុះ group chat ក៏ដោយ group Facebook ក៏ដោយ Telegram ក៏ដោយរបស់ម៉ូតូឬក៏រថយន្តយានយន្តណាក៏ដោយដែលយើងប្រើប្រាស់ហ្នឹងដើម្បីយើងស្វែងយល់ពីម៉ូតូរបស់យើងបន្ថែមហើយនៅមួយទៀតយើងឆ្ងល់យើងអាចសួរអ្នកដែលគេធ្លាប់មានបទពិសោធន៍គេអាចប្រាប់យើងទៅវាល្អយើងមិនចាំបាច់ខាតពេលវេលាពេលខ្លះក៏ចំណេញលុយដែរអូខេអញ្ចឹងវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងចូលរួមថែរក្សាម៉ូតូដែលយើងស្រឡាញ់ទាំងអស់គ្នាហើយយើងដូចខ្ញុំនិយាយចឹង happy bike happy ride បើសិនជាម៉ូតូយើងល្អម៉ូតូយើងអត់ខូចយើងជិះទៅក៏សប្បាយចិត្តយើងជិះទៅអត់ជួបបញ្ហាយើងទៅដល់ណាក៏បានដែរប៉ុន្តែតែម៉ូតូខូចខ្ញុំខ្លួនឯងមិនបាច់តែខូចទេខ្ញុំជិះមួយថ្ងៃនេះមេឃភ្លៀងសុំតែប្រឡាក់ហ្នឹងក៏ខ្ញុំអត់សប្បាយចិត្តដែរអញ្ចឹងអ្នកទាំងអស់គ្នាមានបទពិសោធន៍អីជាមួយនឹងម៉ូតូរបស់អ្នកទាំងអស់គ្នាសូមជួយ comment នៅក្នុង comment របស់ខ្ញុំផងហើយសូមជួយចែករំលែកវីដេអូមួយនេះដល់អ្នកដែលស្រឡាញ់ម៉ូតូទាំងអស់គ្នាផងហើយកុំភ្លេច follow ខ្ញុំផងហើយយើងជួបគ្នាវីដេអូក្រោយទៀតបាយបាយ